ជាបរដ្ឋនិងយុវជននៅប្រទេសនេប៉ាល់ក្រោមការដឹកនាំជាង5ទសវត្សរ៍របស់ថ្នាក់ដឹកនាំនៃប្រទេសនេប៉ាល់ធ្វើឲ្យបរដ្ឋនិងយុវជនមានភាពរងអំណាចនឹងការឈឺចាប់នៃការជិះជាន់អំណាចការរើបម្រាស់របស់យុវជននិងជាបរដ្ឋនេប៉ាល់ធ្វើឲ្យមានផ្ទុះការធ្វើបាតកម្មប្រឆាំងនឹងរដ្ឋាភិបាលភ្លើងបាតកម្មបានរីករាលដាលពេញទីក្រុងនៃប្រទេសនេប៉ាល់ដែលបណ្ដាលឲ្យកងកម្លាំងរដ្ឋាភិបាលមិនអាចទប់ជាប់ទោះនៃការងើបក្រោកឈររបស់ប្រជាពលរដ្ឋហើយនិងយុវជនរដ្ឋាភិបាលទទួលស្គាល់នឹងការចោះចាញ់រងគំរាមខ្លាំងពីប្រជាពលរដ្ឋនិងយុវជននៅក្នុងកម្លាំងថ្នាក់ដឹកនាំត្រូវទទួលចោះចាញ់សកម្មនេះមានសន្ទុះសាហាវខូចខូចដុតផ្ទះនិងទ្រព្យសម្បត្តិជាច្រើនតែគឺទ្រព្យសម្បត្តិសាធារណៈរបស់ខ្ញុំដោយសារគម្លាតរវាងអ្នកមាននិងអ្នកក្រហើយនឹងការដឹកនាំដោយមិនគោរពច្បាប់រំលោភនៅលើសិទ្ធិប្រជាពលរដ្ឋនិងអ្នកក្រីក្រពលរដ្ឋនិងយុវជននេប៉ាល់បានសម្រេចចិត្តដឹកនាំក្រុមធ្វើបាតកម្មដើម្បីប្រឆាំងនឹងថ្នាក់ដឹកនាំសកម្មត្រូវទទួលបានជោគជ័យថ្នាក់ដឹកនាំទាំងអស់រត់ភៀសខ្លួនខ្លះក៏ត្រូវបានបាត់បង់ជីវិតដោយការវាយប្រហារហើយឯលុយកាក់និងទ្រព្យសម្បត្តិផ្សេងៗប្រមូលទៅស្ទើរតែមិនទាន់ដួលនៃការធ្វើបាតកម្មប្រឆាំងនេះវាដូចជាខ្យល់ព្យុះបុតត្បូងទទួលបានជោគជ័យរបស់ប្រជាពលរដ្ឋនិងយុវជនទាំងអស់ធ្វើឲ្យប្រទេសនេប៉ាល់ផ្លាស់ប្ដូរនូវនាយករដ្ឋមន្ត្រីថ្មីដែលមានអាណត្តិកំណត់ពេល6ខែដើម្បីរងចាំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រថ្មីដែលឈរឈ្មោះជានាយករដ្ឋមន្ត្រីបន្តយុវជនដែលខ្លាំងជាងគេហើយឈានមុខគឺជាយុវជនក្រោមអាយុ40ឆ្នាំតែគឺនិស្សិតបញ្ញវន្តដែលពួកគាត់គំនិតក្នុងការធ្វើបាតកម្មអាជីវកម្មនិងការជិះឈុត